សួស្តីប្រិយមិត្តទាំងអស់គ្នាកាសែត Thai The Nation ប្រទេសហ្វីលីពីននឹងបើកការនាំចូលអង្ករចំនួន300,000 តោននៅខែមករាឆ្នាំ2026ខាងមុខនេះបន្ទាប់ពីស្តុកអង្ករក្នុងស្រុកបានធ្លាក់ចុះក្រោយការហាមឃាត់ការនាំចូលតាំងពីខែកញ្ញាចំណែកប្រទេសវៀតណាមបានរាយការណ៍ពីការប្រមូលផលបានល្អនិងរក្សាគោលដៅនាំចេញរបស់ខ្លួននៅត្រឹម8លានតោនខណៈដែលអង្គការ FAO ព្រមានអំពីស្ថានភាពអ៊ីនីញ៉ូដែលអាចកើតមាននៅចុងឆ្នាំនេះដែលនាំឲ្យមានការកាត់បន្ថយការផ្គត់ផ្គង់អង្ករនៅទូទាំងប្រទេសអាស៊ានយោងតាមការិយាល័យសេដ្ឋកិច្ចរបស់ថៃ OAE ការផលិតអង្ករសំខាន់ៗនៅឆ្នាំ2025និង2026របស់ប្រទេសថៃនឹងឡើងដល់កម្រិតកំពូលនៅខែវិច្ឆិកាឆ្នាំ2025នេះដោយទិន្នផលអង្ករឈានដល់17,375 លានតោនឬស្មើនឹង 63.82% នៃផលិតផលអង្ករសំខាន់ៗសរុបជាលទ្ធផលតម្លៃអង្ករស្ថិតនៅក្រោមសម្ពាធធ្លាក់ចុះសមាគមរោងម៉ាស៊ីនកិនស្រូវថៃបានរាយការណ៍ថាគិតត្រឹមថ្ងៃទី29ខែតុលាឆ្នាំ2025នេះតម្លៃស្រូវសសំណើម 15% នៅក្រុងអាយុធ្យាមានតម្លៃ 6,200 ទៅ 6,600 បាតក្នុង1តោនគឺធ្លាក់ចុះពី 6,300 ទៅ 6,700 បាតនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះស្រូវក្រអូបគឺស្រូវឆ្នាំ2025ដល់2026ស្រស់នៅឧបលរាជធានីនៅតែមានស្ថិរភាពក្នុងតម្លៃ 11,200 បាតឬ 11,600 បាតក្នុង1តោនដោយសារការប្រមូលផលមិនទាន់ដល់ទីផ្សារពេញលេញនៅឡើយក្រសួងកសិកម្មហ្វីលីពីនបានប្រកាសអំពីផែនការបើកបង្អួចនាំចូលអង្ករដោយកំណត់កូតាត្រឹមចំនួន 300,000 តោនដោយសារស្តុកដែលគេរំពឹងថានឹងអស់ក្នុងខែវិច្ឆិកានេះក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេបំផុតរបស់ពិភពលោកហ្វីលីពីនបាននាំចូល 3.5 លានតោនរួចហើយនៅចុងខែកញ្ញាឆ្នាំ2025ដែលលើសពីគោលដៅប្រចាំឆ្នាំរបស់ខ្លួនចំនួន 800,000 តោនប្រទេសនេះជាធម្មតានាំចូលប្រទេសនាំចូលប្រហែល 300,000 តោនក្នុងមួយខែឬស្មើនឹង 3.6 លានតោនក្នុងមួយឆ្នាំដោយពឹងផ្អែកជាចម្បងគឺការនាំចូលពីប្រទេសវៀតណាមនិងថៃជាពិសេសអង្ករស 25% និងអង្ករក្រអូប 5% ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមបានរាយការណ៍ថាការប្រមូលផលរដូវស្លឹកឈើជ្រុះជាង 90% នៅតំបន់ដីសណ្ដទន្លេមេគង្គត្រូវបានបញ្ចប់ដោយមានទិន្នផលល្អទោះបីជាមានភ្លៀងធ្លាក់ខ្លាំងថ្មីៗនេះនៅក្នុងខេត្តមួយចំនួនក៏ដោយរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីនូវគោលដៅនាំចេញនៅឆ្នាំ2025របស់ខ្លួនចំនួន 8 លានតោនខណៈដែលតម្លៃអង្ករសបាក់ 5% នៅតែមានប្រហែល $595 ក្នុង1តោនឬប្រហែលនឹង 19,245 បាតបើប្រៀបធៀបនឹងតម្លៃរបស់ប្រទេសថៃដែលធ្វើឲ្យការប្រកួតប្រជែងក្នុងតំបន់កាន់តែខ្លាំងឡើងជាពិសេសនៅក្នុងទីផ្សារហ្វីលីពីននិងម៉ាឡេស៊ី